Hai đầu vây ban chỉ nẹ nơi tin ní. Ta mình mê nẹ ở nhôm một chui tế. Rộp ní mình xong nâng khuôn nẹ tê khai tại nẹ proti bay mình prom chụp một nẹ phòng. Nẹ mình cu một tin ní mình nẹ ảnh tê. Mình khai nẹ niêng anh đăng tế. Và đăng hai dạng mấy. Dạng tràn nhôm kron tại bát bong ca trình châm pi niêng phần nọ. Chầm này nẹ có láng mình rụi đài. Nẹ chkut hai. Nhôm trong chkut mền. Nhôm trong ở nẹ score pi lập bếch rồi bọc nhôm. Mình chầm lại tê đại kê thà nẹ chi manu chkut nẹ bất chi manu chkut mền. Hai đầu vây ban chi nẹ sa hao mle. Đàm lại nhôm cứ chi manu chkut srap hai. Xuân bày tạp đô rụi rò hai rư nớ. ពីមុនខ្ញុំអាសាឃើញមែនតើជាមួយនឹងផលិតផលសាប៊ូដ៏ខ្លួនមកពីផ្ទះលេខ2ឥឡូវនេះខ្ញុំបានឃើញជាមួយនឹងប្រេនកូនខ្មែរថ្មីគឺប្រេនទេ2ជាមួយនឹងសាប៊ូដ៏ខ្លួនផលិតផលរបស់គាត់មានច្រើនប្រភេទមែនតើហ្មងងាកមើលផលិតផលផ្ទះលេខ2យើងងាកមកមើលផលិតផលរបស់ខ្មែរយើងវិញផលិតផលផលិតដោយកូនខ្មែរយើងពិតតែម្ដងចំពោះសារធាតុផ្សំរបស់សាប៊ូនេះគឺ ingredient សុទ្ធតែល្អទាំងអស់គឺជំនួយដល់ស្បែកមិនថាស្បែកស្ងួតស្បែកគ្រើមមែនទេដោះសាប៊ូនេះទៅគឺថា ingredient ជួយបានសពគ្រប់តែម្ដងតម្លៃវិញកាន់តែធូរខ្លាំងមែនតើក្រោមទីផ្សារតែម្ដងខ្ញុំជប់កលេងផលិតផលនៅផ្ទះលេខ2មកកលេចមើលផលិតផលរបស់កូនខ្មែរយើងវិញម្ដង កាត់ឡើងហ្នឹងបងប្រុសទី2ខ្ញុំពេញចិត្តរូបនេះតែប្អូនថ្លៃរបស់បងបែរជាចង់មកដណ្ដើមវាពីខ្ញុំទៅវិញគ្រាន់តែរូបមួយឈុតសោះបើគ្មានរូបនេះទេខ្ញុំនឹងមិនរៀបការឡើយកុំខឹងអីអ្នកនាងខ្ញុំនឹងឲ្យឈួងបេបដូរឈុតថ្មីហើយស្នាមធ្មេញលើស្មាឈួងបេមិនមែនជាស្នាដៃរបស់អ្នកទេមែនទេតើអ្នកអាចរៀនតាមអាទីបេបានទេចេះស្រឡាញ់ប្រពន្ធឲ្យបានច្រើនខ្លះទៅឈួងបេកុំទុកក្នុងចិត្តអីសិគាត់មានចរិតបែបនេះតាំងពីដើមមកហើយអ្នកនាងយេលោកស្រីយេមានរឿងហើយសូមមកមន្ទីរពេទ្យជាបន្ទាន់អីគេអ្នកមីងមិនអីទេមែនទេគាត់ត្រូវបានគេរុញទម្លាក់ពីលើជណ្ដើរបណ្ដាលឲ្យបាក់ឆ្អឹងជើងខាងឆ្វេងនេះចាត់ទុកថាជាអំពើប៉ុនប៉ងឃាតកម្មមែនទេកន្លែងជណ្ដើរជាចំណុចងឹតនៃកាមេរ៉ាយើងនឹងព្យាយាមស៊ើបអង្កេតឲ្យអស់ពីសមត្ថភាពអ្នកនាងយេតើពេលថ្មីនេះអ្នកមានបង្កចំនួនជាមួយអ្នកណាដែរឬទេគឺគាត់ឲ្យគេរុញប៉ាខ្ញុំទម្លាក់ពីលើកាំជណ្ដើរអ្នកនិងប្អូនស្រីដែលកំពុងដេកនៅមន្ទីរពេទ្យសុទ្ធតែស្ថិតនៅក្នុងទីភ្លឺដែលខ្ញុំមើលឃើញចំណែកខ្ញុំគឺជាចោកដែលលាក់ខ្លួនក្នុងទីងឹតចាំខំបំពង់អ្នកគ្រប់ពេលវេលារេស៊ួងបេតើអាទីបេនិយាយយ៉ាងម៉េចគេមិនបានសង្ស័យអ្វីទេមែនទេលោកណៃអ្នកហ៊ីបនឹងរៀបការជាមួយអ្នកនាងកាន់កាប់អំណាចនឹងឡើងដល់ចំណុចកំពូលនៃជីវិតប្រហែលជាមិនចាំបាច់ប្រើមនុស្សតូចតាចដូចជាខ្ញុំទៀតទេប្អូនស្រីអ្នកឈប់ទៅតើអ្នកចង់យកជីវិតប្អូនស្រីខ្ញុំមកគំរាមខ្ញុំដល់ពេលណាទៀតតើអ្នកចង់មានន័យថាម៉េច